មានបងប្អូនណាខ្លះធ្លាប់ញ៉ាំបបរពងទាកូនពីមុនមកអត់បើអត់ធ្លាប់ញ៉ាំហើយក៏អត់ដែរធ្វើកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាណាបបរពងទាកូនថ្ងៃនេះខ្ញុំប្រើពងទាកូនចំនួន15គ្រាប់ណាបបរពងទាកូនខុសពីបបរធម្មតាត្រង់ញ៉ាំមួយបន្លែបងប្អូនសម្រាប់បន្លែមានដូចជាស្លឹកចលុងស្លាត់សងហើយនិងម្រះបងប្អូនមុននឹងយើងចាប់ផ្ដើមធ្វើយើងត្រូវដាំទឹកស្ងោរសាច់មាន់សិនណាបងប្អូនដើម្បីយករសជាតិពីមាន់យើងរំងាស់សាច់មាន់យើងចោលសិនទៅបងប្អូនឆ្លៀតពេកយើងមកលីងខ្ទឹមហើយនឹងឆាអង្ករលីងខ្ទឹមយើងឲ្យឈ្ងុយហើយឡើងក្រហមសិនទៅបងប្អូនចាំយើងចាក់អង្ករយកទៅឆាជាមួយគ្នាឲ្យវាឡើងក្រហមឡើងឈ្ងុយដូចគ្នាបន្ទាប់មកទៀតខ្ញុំបន្ថែមវាជាមួយការ៉ុតហើយនិងខ្ញីដែរបងប្អូនងាកមកទឹកស្ងោរមាន់របស់យើងវិញម្ដងបងប្អូនបន្ទាប់ពីមាន់របស់ខ្ញុំបានឆ្អិនល្អហើយខ្ញុំស្រង់មាន់ចេញបន្ទាប់មកខ្ញុំគោះពងទាកូនចូលឆ្នាំងចំនួន15គ្រាប់បងប្អូនបន្ទាប់ពីពងទាកូន15គ្រាប់នោះរៀងឆ្អិនល្អហើយបានខ្ញុំចាក់ជាមួយអង្ករដែលខ្ញុំឆាការ៉ុតឆាខ្ញីមិញហ្នឹងចាក់ចូលទៅបន្ថែមទៀតបន្ទាប់មកទៀតខ្ញុំបន្ថែមវាជាមួយផ្សិតភ្លៅមាន់ហើយនិងសាច់មាន់ដែលបេះរួចហ្នឹងបងប្អូនជាចុងក្រោយយើងបន្ថែមវាជាមួយម្សៅស៊ុបអំបិលស្ករប៊ីចេងតាមចំណង់ចំណូលចិត្តបងប្អូននៅតាមផ្ទះចឹងណាយើងរងចាំឲ្យតែទឹកបបរយើងពុះគឺរួចរាល់ជាការស្រេចហើយបងប្អូនបបរពងទាកូនស្តៀងនឹងបបរបន្តិចស្តៀងនឹងស៊ុបបន្តិចបងប្អូនវិធីញ៉ាំបបរពងទាកូនបងប្អូនអាចដាក់វានៅឆ្នាំងខ្សែភ្លើងក៏បានឬក៏ចង្ក្រានហ្គាសចឹងណាពេលដែលវាពុះបងប្អូនបន្ថែមបន្លែទៅម្ដងបន្តិចចឹងណាបងប្អូនអ្វីដែលកាន់តែពិសេសទៀតគេញ៉ាំវាជាមួយទឹកត្រីម្ទេសខ្ទឹមណាបើសិនជាបងប្អូនអត់សូវស្រួលខ្លួនប្រាសាយធីងថងដូចខ្ញុំអីណាកុំភ្លេចធ្វើបបរពងទាកូនញ៉ាំបងប្អូនហត់ហើយបែកងើជោគហ្មងណាខ្ញុំវិញនិយាយចង់ចេញឯងបងប្អូនពេលហត់បបរពងទាកូនហើយជួយមើលកម្រិតដែរទៅវីដេអូបបរពងទាកូនបានចប់បងប្អូនដែលពេញចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ